រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នាកាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នាថ្ងៃមួយចៃទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វបបួលគ្នាហើយដល់ថ្ងៃរសៀលគងភ្នំក៏នាំគ្នាដើរចេញទៅលុះដល់ព្រៃជាកន្លែងដាក់អន្ទាក់អ្នកមួយថាខ្ញុំនឹងដាក់នៅគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សត្វចំណាំតែមកស៊ីផ្លែឈើនេះអ្នកមួយទៀតឆ្លើយថាខ្ញុំក៏ចង់ដាក់កន្លែងនឹងដែរប៉ុន្តែឥឡូវបើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើរួចយ៉ាងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹងនិយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើស្រេចហើយវិលមកផ្ទះវិញលាគ្នាទៅផ្ទះតែរៀងខ្លួនឯអ្នកដាក់អន្ទាក់នៅចុងឈើនោះលុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីញាក់ប្តីប្រពន្ធថាតាំងពីដូនតាមកមិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើឲ្យជាប់សត្វជើង4ដែលនៅលើដីទេឥឡូវនេះអញដាក់នៅលើចុងឈើតើធ្វើមិនដេចបានសត្វដូច្នេះត្រូវអញរលឹកពីពីលមាន់រងាវទៅមើលបើឃើញសត្វជាប់អន្ទាក់គេនៅដីអញដកយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះហើយអញដោះយកសត្វទៅជូនលោកសុភាសេកបើវាមិនសុខចិត្តដូចម្ដេចមុខជាកាតក្តីគង់តែដល់សុភាសេកមិនខានសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់ជាប្រកបប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មាន់រងាវរលឹកពីដេកលបមុខស៊ីស្លាហើយចេញពីផ្ទះដើរដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្តាន់មួយក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញលុះទឹកប្រហៀមស្រាងឡើងអ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយឆ្លើយថាគុំរលះរលាំងថ្មីអន្ទាក់ខ្មុំខ្ញុំមិនសង្ឃឹមទេត្បិតនៅលើចុងឈើក្រែងតាអន្ទាក់ញាក់នៅដីនោះខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអកឲ្យញាក់មួយត្បិតដឹងការមុនហើយញាក់ទាំងពីរនិយាយហើយចុះពីផ្ទះដាវចេញទៅលុះដាវទៅដល់មិនឃើញអន្ទាក់នៅដីជាប់សត្វឃើញតែអន្ទាក់នៅលើចុងឈើជាប់វិញចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថាហោមើលចុះមិនជឿខ្ញុំថាកុំដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវមើលអ្នកណាជាប់ហោហើយឡើងទៅដកយកសត្វចុះមកនាំគ្នាវិលមកផ្ទះវិញកំលាគ្នាទៅផ្ទះដោយខ្លួនទៅឯចៅដែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសែកឲ្យជម្រាបថាខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើគេដាក់នៅចុងឈើព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សត្វឃើញតែអន្ទាក់នៅចុងឈើជាបក្តាន់មួយខ្ញុំមិនសុខចិត្តបានយកសេចក្តីទៅប្តឹងសុភាសែកគេថាអ្នកណាយកអីវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខសុភាសែកបានសាច់ក្តាន់ហើយឆ្លើយថាអញទៅរកស្លាមល្អមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងអញបង្គាប់ឲ្យចឹងដែរបើវាមកមិនទាន់អញនឹងកាត់សេចក្តីឲ្យវាចាញ់បានដោយងាយឯងបញ្ញាប់ទៅចុះឯអ្នកដែលដាក់អន្ទាក់លើគល់ឈើលុះវិលមកផ្ទះហើយដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសែកក៏បង្គាប់សេចក្តីដោយបង្គាប់ចែមុនលុះព្រឹកឡើងអ្នកដែលពាក់អន្ទាក់នៅលើចុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាកដាវរកទិញអីវ៉ាន់ពុំទាន់ភ័យក្រែងខ្លួនចាញ់គេហើយគេយកទោសផងក៏រពីពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទន្សាយសួរថាមានដំណើរអីបានជារត់ដូច្នេះឈប់សិនចៅនោះឆ្លើយថាលោកអាយអាណិតដល់ទុកខ្ញុំផងត្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើគេដាក់នៅចុងឈើព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សត្វឃើញតែអន្ទាក់នៅចុងឈើជាបក្តាន់មួយខ្ញុំមិនសុខចិត្តបានយកសេចក្តីទៅប្តឹងសុភាសែកគេថាអ្នកណាយកអីវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះខ្ញុំនឹងដឹងគុណលោកតែថ្ងៃមុខលោកអាណិតខ្ញុំហងសុភាទន្សាយឆ្លើយថា
ហើយ កុំភ័យ ចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ ចៅនោះក៏អរ លុះដល់ថ្ងៃរសៀល សុភាទន្សាយទៅដល់ផ្ទះសុភាសេកស្រែកសួរមកថា ដូចម្ដេចក៏យូរម្លេះ ក្ដីចាញ់គេហើយ សុភាទន្សាយឆ្លើយថា យើងខ្ញុំបានជាយូរនេះ ពីព្រោះអាឡ័យតែមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិល សុភាសេកថា ពីជីដូនជីតាមកឃ្វៀននរណាដែលឃើដែលឮថា ត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទី សុភាទន្សាយឆ្លើយថា ពីជីដូនជីតា តើម៉ាយពីឪបង្កើតមក នរណាដែលឃើញដែលឮថា